ជាបាលចំណាត់សាច់តាមពិតខ្ញុំស្គាល់មិនតែឆ្នាំឯងបើនិយាយពីកាត់ដើមមកមុននឹងឆ្នាំឯងហ្នឹងឯងហើយខ្ញុំតែងតែប្រាប់គេថាឈឺខ្សែឈឺអីឲ្យប្រាប់ខ្ញុំទៅហ្នឹងណាមកវត្តភ្នំកុំតាមឆ្លងស្ពានបាត់ស្ដាំម្លងផ្លូវទី1មកនៅឃើញតែខ្ញុំតែនិយាយពីអញ្ចឹងហើយថ្ងៃនេះឈឺខ្លួនឯងហត់នៅរាងកាយមួយនេះខ្ញុំខានធ្វើការនេះតាំងពីឆ្នាំ2000មក25ឆ្នាំមុខរបរប្រទេសនេះគឺខ្ញុំលុបពី97មកដល់2010ខ្ញុំសម្រាប់ពី2010មកដល់2025នេះ15ឆ្នាំរាងកាយមួយនេះអត់ដែរហត់នៅតែឥឡូវនេះហត់នៅ20ថ្ងៃនេះខ្ញុំហត់នៅមែនតែដើម្បីជួយបងអូនឲ្យគាត់យកតម្លៃពីខ្ញុំឥឡូវហ្នឹងរាងកាយហ្នឹងវាហត់នៅក៏នៅឃើញដល់កន្លែងបងអូនស្រីដល់កន្លែងកិច្ចសាំងដែរធ្វើចំណាយធ្វើឲ្យយើងធូរខ្ញុំស្ទុកមួយទៀតខ្លួនខ្ញុំមានជំងឺសាច់ដុំទៀតខ្លួនថ្មីហ្នឹងតែឥឡូវមកជំរាបពូកែថាខ្ញុំឈឺសាច់ដុំជាខ្លួនហ្នឹងតែជាមួយខែតែដល់ឡែកខ្ញុំទៅបានមកដល់ធ្វើខ្សែហ្នឹងហើយក៏ចង់ជំរាបបងប្អូនទាំងអស់គ្នាថាមកចុះមិនខុសបំណងទេចាព្រោះអីខ្ញុំអត់ចិត្តទៅកុហកកន្លែងណាមិនមែនគាត់ជួលខ្ញុំទេណាគឺគាត់ទេខ្ញុំឲ្យគាត់ពេញថ្លៃប៉ុន្តែខ្ញុំចូលចិត្តជីវិតរបស់ខ្ញុំទៅជាអ្នកចែករំលែកបទពិសោធន៍ក្នុងជីវិតអញ្ចឹងយ៉ាងណាខ្ញុំជំរាបបងប្អូនទាំងអស់គ្នាជាហ្វេនខ្ញុំមីងពូញាតិធម៌ដែលឈឺខ្សែដែរឈឺស្មាឈឺខ្សែឈឺជើងឈឺចិត្តមកកន្លែងនេះមិនខុសបំណងទេអញ្ចឹងមានតែអរគុណអរគុណក្មួយដែលជាបាល